តើអ្នកស្គាល់ណាដែលមកតែពេលល្អដែរទេអ្នកអាចឃើញពួកគេតែនៅពេលដែលដល់មកញ៉ាំកាឡានឬទៅលេងវីដេអូហ្គេមប៉ុន្តែដល់ពេលត្រូវសម្អាតឬរឿងមិនល្អគេក៏បាត់ទៅវិញមនុស្សដែលមិនគួរឲ្យទុកចិត្តមិនអាចពឹងពាក់បានឬមិនជួយនៅពេលដែលអ្នកត្រូវការពួកគេមិនមែនជាមិត្តពិតទេដូច្នេះតើអ្វីទៅជាមិត្តពិតថ្ងៃនេះខគម្ពីរពិសេសមានចម្លើយសុភាសិតចំពុក17ខ17ចែងថាមិត្តសម្លាញ់របែងស្រឡាញ់គ្នានៅគ្រប់ពេលលាឯបងប្អូនក៏កាត់មកសម្រាប់គ្រាលំបាកដែរមិត្តភាពពិតគឺផ្អែមលើសេចក្តីស្រឡាញ់ការទុកចិត្តនិងភាពស្មោះត្រង់ដឹងថាអ្នកនឹងនៅទីនោះសម្រាប់គ្នាទៅវិញទៅមកក្នុងពេលវេលាល្អនិងអាក្រក់ជាអ្នកដែលយើងអាចពឹងពាក់បានមិត្តភាពពិតគឺជាផ្លូវជំរុញពីរវាមិនមែនអំពីអ្វីដែលអ្នកដទៃអាចធ្វើបានសម្រាប់យើងនោះទេប៉ុន្តែយើងអាចរីកចម្រើននិងលើកទឹកចិត្តគ្នាទៅវិញទៅមកដោយគេថាអ្នកណាជាគំរូដ៏ល្អអំពីមិត្តសម្លាញ់ព្រះយេស៊ូវទ្រង់បានបង្ហាញយើងពីរបៀបស្រឡាញ់មិត្តភក្តិដោយការបម្រើពួកគេអត់ទុកអានពួកគេនៅពេលដែលពួកគេបានធ្វើខុសចំពោះយើងនិងចាំជួយគេក្នុងគ្រាលំបាកដូច្នេះសូមចាំថាពេលដែលងាយស្រួលក្នុងការធ្វើជាមិត្តពេលជប់លៀងពេលមានក្រានច្រើនមិត្តស្មោះត្រង់នឹងនៅទីនោះនៅពេលដែលគេចោលហើយនឹងនៅពេលសម្អាតផងដែរត្រូវធ្វើជាមិត្តល្អណាស់ដើម្បីស្វែងយល់បន្ថែមអំពីមិត្តភាពសម្រាប់និង Subscribe Superbook Cambodia លាសិនហើយណាចាំជួបគ្នាពេលក្រោយទៀតបាយបាយ